ចាជំរាបសួរទាំងអស់គ្នាបាត់មុខadmin បាត់វីដេអូដូច2សប្តាហ៍ពីព្រោះជាប់រវល់រៀនហើយនៅពេលកំឡុងពេលរៀនហ្នឹងក៏អត់មានពេលបានធ្វើវីដេអូដែរពីព្រោះរៀនរយៈពេល1សប្តាហ៍គឺ stress មែនទែនអញ្ចឹងបានថតវីដេអូគឺសកម្មភាពក្នុងថ្ងៃទី6ដែលខ្ញុំបានចូលរៀនជាមួយនឹងក្រសួងទេសចរអញ្ចឹងទៅនឹងធ្វើ assessment ហើយក៏បានមានពេលធ្វើថតជាវីដេអូនេះគឺជាសកម្មភាពដែលយើងធ្វើ assessment អញ្ចឹងមានលោកគ្រូដែលគាត់បង្រៀនហើយមានក្រុមការងារពីខាងក្រសួងទេសចរគាត់នៅអញ្ចឹងយើងធ្វើ assessment ដើម្បីតេស្តសមត្ថភាពរបស់ពួកយើងតើយើងមានកម្រិតប៉ុណ្ណាអញ្ចឹងការរៀនរយៈពេល1សប្តាហ៍ហ្នឹងគឺមានអារម្មណ៍ថារៀង stress ដែរព្រោះបារម្ភខ្លាចប្រឡងអត់ជាប់ហើយក្រោយមកយើងក៏មានជាការថ្លែងអំណរគុណសម្រាប់ការដឹកនាំបង្រៀនរបស់លោកគ្រូហើយនិងក្រុមការងារហើយក៏អរគុណមិត្តរួមថ្នាក់ទាំងអស់គ្នាដែលគាត់មានការចែករំលែកទាក់ទងនឹងចំណេះដឹងមានការផ្ដល់ជូននៅអ្វីដែរពួកយើងខ្វះខាតអញ្ចឹងទៅមានអារម្មណ៍ថាការរៀនរបស់យើងគឺរលូនប៉ុន្តែនាងខ្ញុំហ៊ាននិយាយថាការរៀនមួយហ្នឹងគឺបង្ហាញយើងឃើញថាយើងមានសមត្ថភាពប៉ុណ្ណាយើងអាចប្រឡងចូលនៅក្នុងអាស៊ានពីទាក់ទងនឹងយើងធ្វើការងារជុំវិញប្រទេសដែលនៅក្នុងអាស៊ានហ្នឹងចា៎